បច្ចុប្បន្នយើងនៅតែបន្តសកម្មភាពយកជំនួយពីបងដូចជាបងខ្លះគាត់មកឧបត្ថម្ភថវិកាដូចជាបងខ្លះគាត់មានជំនួយជាមីទឹកសុទ្ធឬក៏សម្ភារៈផ្សេងជាអង្គអាចយកមកដាក់ទីតាំងអ៊ីតម៉ូបានបាទបងទោះបីបច្ចុប្បន្នយើងទទួលបានព័ត៌មានមួយនៃបទឈប់បាញ់នៃ72ម៉ោងក៏ដោយទីតាំងអ៊ីតម៉ូនៅតែទទួលស្បៀងពីសប្បុរសជននានាដែលអាចមកយកនៅទីតាំងនេះផ្ទាល់បានហើយបន្ថែមមកវិញទៀតយើងក៏កំពុងតែត្រូវការស្បៀងខ្លាំងមែនទែនទាំងស្បៀងនិងកម្លាំងទ័ពជួរក្រោយតាក់ទងទៅនឹងបង volunteer អាចមកជួយរៀបចំស្បៀងដើម្បីយកទៅកាន់ជួរមុខផងដែរបងបាទដោយហេតុមួយដែលយើងនៅតែទទួលយកស្បៀងគឺយើងក្នុងនាមយើងជាប្រជាពលរដ្ឋខ្មែរអត់មានអ្នកណាគេជួយយើងក្រៅពីខ្មែរជួយខ្មែរនោះទេអញ្ចឹងហើយបានយើងបច្ចុប្បន្នយើងខិតខំប្រឹងប្រែងអ្វីដែលយើងអាចមានជំនាញធ្វើទៅបានមានន័យថាពួកយើងមានជំនាញអីយើងជួយគ្នាតែតាមលទ្ធភាពដែលយើងមានដើម្បីជួយទៅកាន់ប្រជាជនខ្មែរដែលគាត់រងផលប៉ះពាល់ពីសង្គ្រាមសម្រាប់ការបិទទីតាំងឈប់ទទួលស្បៀងតាមរយៈខ្ញុំជាអ្នកទទួលភ្ញៀវនៅទីនេះផ្ទាល់យើងអត់ដឹងថាបិទនៅក្នុងអំឡុងពេលណាទេប៉ុន្តែអ្វីដែលយើងចង់បង្ហាញទៅកាន់បងប្អូនប្រជាពលរដ្ឋខ្មែរជាពិសេសបងដែលគាត់អាចយកជំនួយមកកាន់ទីតាំងនេះផ្ទាល់យើងសប្បាយចិត្តនៅពេលដែលគាត់យកមកទីនេះហើយបន្ថែមមួយវិញទៀតយើងសង្ឃឹមថាបងនឹងព្យាយាមបន្តយកជំនួយមកកាន់ទីនេះប៉ុន្តែពេលវេលានៃការបិទយើងអត់ដឹងថានៅពេលណាទេព្រោះថាយើងមើលឃើញបច្ចុប្បន្នបងប្អូនជនពិសេសកាន់តែកើនឡើងហើយស្បៀងកាន់តែខយចុះហើយអ៊ីតម៉ូក៏ជាផ្នែកមួយចូលរួមជាមួយនឹងបងជនពិសេសក៏បងដូចជាបងទាហានផងដែរបាទបងបច្ចុប្បន្នយើងអាចថាដឹងតួលេខខ្លះដែរយើងបានបញ្ជូនស្បៀងរហូតដល់3500តោនស្មើនឹង350ឡានហើយពីគីតាំងអ៊ីតម៉ូទៅកាន់បងប្អូនប្រជាពលរដ្ឋដូចជាបងប្អូនជនពិសេសក៏ដូចជាបងតាហ៊ានជួងមុខដូចជា7ខេត្តដូចគ្នាដែលរងផលប៉ះពាល់ពីសង្គ្រាមបងអូខេបងតាមជាក់ស្ដែងតំបន់ទាំង7ខេត្តគឺត្រូវការគ្រប់ខេត្តប៉ុន្តែអ្វីដែលយើងត្រូវការខ្លាំងច្រើនជាងគេគឺម្ហូបអាហារទៅកាន់បងប្អូនជនពិសេសបំផុតនិងបងតាហ៊ានដូចគ្នាព្រោះថាបងតាហ៊ានក៏គាត់ត្រូវការអ្វីដែលចាំបាច់បំផុតមានន័យថាម្ហូបអាហារក្រៀមដែលពួកគាត់ត្រូវការហើយបងជនពិសេសគាត់ត្រូវការជាអង្គដើម្បីគាត់បរិភោគប្រចាំថ្ងៃផ្ទាល់តែម្ដងក្នុងនាមខ្ញុំជាអ្នកទទួលភ្ញៀវនៅខាងមុខនេះផ្ទាល់ហើយមានការដឹកនាំពីបងដូចជាបងជាកុងម៉េងក៏ដូចជាបងអ៊ីតាមីផ្ទាល់ហើយមានបងវិសាឬក៏បងសេនីផ្សេងយើងក្នុងនាមយើងជា Team Snow យើងពិតជាសប្បាយចិត្តនៅពេលដែលពួកគាត់រីករាយនៅពេលអ្វីដែលគាត់អាចដឹកចេញទៅកាន់បងកងទ័ពផងដែរបងបាទអូសម្រាប់បង volunteer ដែលបានចំណាយពេលវេលាខ្លួនឯងឬក៏ថវិកាខ្លួនឯងមកកាន់ ITMO មានន័យថាទាំងពេលវេលាកម្លាំងកាយចិត្តគាត់ដើម្បីរៀបចំស្បៀងទៅកាន់ជួរមុខក៏ដូចជាបងប្អូនជនពិសេសយើងពិតជាអរគុណគាត់ខ្លាំងមែនទែនបើគ្មានពួកគាត់ទេយើងក៏អត់អាចមានកម្លាំង Snow ទ័ព Snow ក្រោយមួយដើម្បីរៀបចំទៅកាន់បងជួរមុខក៏ដូចជាបងជនពិសេសផងដែរបងជាចុងក្រោយខ្ញុំសំណូមពរបងទាំងអស់គ្នាបើសិនជាអាចប្រកបរបររស់ស៊ីរៀងខ្លួនហើយមានលទ្ធភាពអាចជួយមកកាន់ ITMO បន្ថែមទៀតហើយបង volunteer យើងក៏នៅតែត្រូវការកម្លាំងពួកគាត់ដើម្បីជា Snow មួយរៀបចំសម្ភារៈផ្សេងទៅកាន់បងជនពិសេសនិងបងកងទ័ពផងដែរ